ហើយបងប្អូនថ្ងៃនេះមកអាប់ដេតព័ត៌មានមួយចំនួនកុំឲ្យថាវាយចប់ហើយស្ងាត់មកយាយបងដើរមកយាយបងមានអីនេះសល់5ថ្ងៃអូសល់5ថ្ងៃទុកជាអនុស្សាវរីយ៍បងហើយឥឡូវបងនិយាយការប្រកួតភាសាមិញទីបង5ទឹកពេញបបាក់មិនខ្លះដែរប៉ះជាមួយកីឡាករម្ចាស់ផ្ទះអូស្ត្រាលីបងបាទបបាក់គាត់ត្រង់គាត់ចេះជើងដែរបងគាត់ចេះទាំងរ៉ាប់ទាំងអីទៀតហើយគាត់វាយរឹងល្អធ្វើឲ្យយើងពិបាកដែរបាទមួយទៀតឃើញបងប្អូននៅខ្មែរដូចយើងអត់អស់ចិត្តអាពាក់ព័ន្ធទៅនឹងការពិន័យក៏ដូចជាការបំពេញដកពងកន្លែងផ្អែករិញតោងរិញកន្លែងមានបងមានតោងរិញទេបងបាទខ្ញុំគ្រាន់តែផ្អែកឃើញគាត់ក៏ផ្អែកដែរតែគាត់អញ្ញាកដាលគាត់អត់មានតែមានខាងយើងអញ្ចឹងពិបាកដែរបាទតែហ្នឹងបើស្រុកខ្មែរយើងដូចអត់មានរូបមន្តណាមានលក្ខខណ្ឌណាត្រូវដកពងណាគ្រាន់អាចថាចាប់បំពេញអីតែនេះគឺហៅមកដកពងយើងបងបាទបើស្រុកខ្មែរយើងអត់ទេបងគ្រាន់តែយើងផ្អែករិញគ្រាន់តែយើងដាក់ដៃលើរិញចេះយើងផ្អែកចេះគ្រាន់តែញ៉ាច់មកតែដល់ស្រុកគេបែរជាគេពុំមានយើងអត់ទៅដឹងដែរហើយបែកនេះតាំងពីទឹកទីប៉ុន្មានមកបងទឹកមួយបងទឹកមួយចុងទឹកឬក៏មិនដែរបងដូចជាដើមទឹកបងដើមទឹកហ្មងចុងអាហ្នឹងចូលទៅគេបុកហ្មងក៏បោកចូលភ្លាមដាក់មកកែងយកហ្មងកែងយកហ្មងហើយហូរឈាមតិចខ្ញុំនឹកឃើញថាវាមិនបែកធំដល់ពេលចុះមកវាវាយណែបាទជុំហើយវែងខ្ញុំមើលរូបនៅខាងក្រៅវែងមែនតើហើយពេលត្រូវកែងបែកអញ្ចឹងមានបារម្ភថាអាចថាទឹកណាមួយអាញាកដាចាប់ប្រជុំឬក៏យុទ្ធឈាមទេបាទខ្ញុំគិតថាអញ្ចឹងដែរតែគាត់ថាយើងវាយទៅវាអត់មានឈាមបាទឈាមតែមួយសាដែលបែកដំបងដល់ពេលយូរទៅជាអស់ឈាមទៅបាទហើយការប្រកួតនៅអូស្ត្រាលីនេះមើលទៅមានបានទទួលប័ណ្ណពិសោធន៍អីខ្លះដែរការចេញទៅប៉ះចាប់ចេះលើកនេះបងបាទមានប័ណ្ណពិសោធន៍ថាយើងប៉ះចាប់ផ្ទះគេរឹងល្អបងបាទក្រៅពីរឹងមានអីច្រើនទៀតអត់កីឡាករអូស្ត្រាលីនេះបងបាទគាត់មិនសូវមានក្បាច់អីច្រើនទេគាត់ថាគាត់ចេះទាត់ចេះរ៉ាប់ចេះកែងនេះដូចតែយើងដែរគាត់ថាគាត់ស្ទុះជាងល្អជាងយើងតែប៉ុណ្ណាបាទកែងខ្ញុំឧស្សាហ៍វិញឃើញវាយចូលកែងច្រើនមែនតែខ្ទង់បានប្រមាណកែងដែរថាពេញចំមុខគាត់ទេបងពីវិកែងដែរខ្ញុំឃើញចំកន្លែងជាមុខតែអត់បាក់គាត់ឃើញគាត់គវិសដៃដែរតែអត់បាក់បាទតែគាត់មានបែកអីខ្លះអត់គាត់បែកចុងចើមអូចុងចើមការប្រកួតនៅអូស្ត្រាលីបើប្រៀបធៀបការប្រកួតនៅជប៉ុនមុនរឿងថាប្លែកគ្នាច្រើនទេបងបាទប្លែកព្រោះការវាយនៅជប៉ុនដូចយើងហូបហាប់ឡើងទៅគឺវាយបានតែដល់ពេលនេះឡើងទៅហូបហាប់យ៉ាងណាក៏វាយគេបានព្រោះគេចេះដែរបាទគេចេះដែរបាទការប្រកួតចេះស្ដែងខុសពីអ្វីដែលបងរំពឹងទុកអត់អ្វីដែលកីឡាករអូស្ត្រាលីគាត់ចេញមកបាទខ្ញុំខុសពីរំពឹងទុកដែរគិតថាគាត់មិនល្អដល់ថ្នាក់ហ្នឹងព្រោះខ្ញុំឃើញគាត់វាយជាមួយកីឡាករថៃមើលទៅដូចធម្មតាដែរដល់ពេលយើងឡើងទៅប៉ះបានដឹងថាអូទៅអត់អីបងតែគ្រាន់តែយើងទាត់ទៅចំតែបរះគេអញ្ចឹងយើងឈឺដៃឈឺជើងដែរបាទតែពិតបងទាត់ច្រើនដែរតែពីច្រើនវាអត់ត្រូវពេជ្រសាច់ទេពីច្រើនត្រូវបាំងគេការពារជាប់បងបាទអូខេតែពាក់ព័ន្ធទៅនឹងបងប្អូនខមមិននៅលើបណ្ដាញសង្គមដូចជាមិនថាដាក់បន្ទុកទៅលើបងច្រើនទេខ្ញុំឃើញថាគេសរសើរបងច្រើនអ្នកខ្លះក៏ថាបងគួរឈ្នះទៀតផងដែរបងមានបានមើលខមមិនបងប្អូនដែលខមមិនលើបណ្ដាញសង្គម Facebook ខ្លះៗបាទឃើញខមមិនគាត់ថាល្អដែរអញ្ចឹងហើយខ្ញុំក៏ចាញ់ក៏សប្បាយចិត្តដែរបងព្រោះបានបងប្អូនយើងជួយគ្រប់គ្រងទោះបីចាញ់យ៉ាងណាក៏គាត់មិនថាឲ្យមិនស្ដីបន្ទោសគាត់ថាគាត់សរសើរហើយនឹងលើកទឹកចិត្តយើងខំប្រឹងម្ដងទៀតអូខេដូច្នេះចប់ការប្រកួតនេះនៅអភិរក្សធំច្រើនទៀតដែរចុងក្រោយបងមានអីអរគុណសម្រាប់ការរងចាំរបស់បងការប្រកួតថ្ងៃម្សិលមិញទេបងបាទមានអីបងមានអរគុណដល់បងថមមីដែលគាត់បាននាំកីឡាករយើងមកបានប្រកួតតែយើងធ្វើឲ្យបានល្អព្រោះយើងមកសានេះ2ចាញ់នឹង2បាទបងមានអីបងសូមហើយក៏សូមអរគុណដល់បងប្អូនខ្មែរយើងទាំងអស់គ្នាដែលជេរទោះបីខ្ញុំចាញ់យ៉ាងណាក៏នៅតែជេរក៏សូមមកជួយលើកទឹកចិត្តកីឡាករខ្មែរយើងទាំងអស់គ្នាព្រោះមកស្រុកគេក៏មិនស្រួលប៉ុន្មានដែរបងអាកាសធាតុវាត្រជាក់មានក្តៅហើយស្រកគីឡូក៏ពិបាកដែរបងបាទហ្នឹងហើយអរគុណច្រើនបងប្អូនហ្នឹងហើយពួកយើងនឹងទៅដល់ប្រទេសកម្ពុជាវិញនៅថ្ងៃច័ន្ទថ្ងៃស្អែកនេះឯងម៉ោង11ព្រឹកគឺទៅដល់ហើយម៉ោង11កន្លះយប់នេះយើងនឹងហោះពីប្រទេសអូស្ត្រាលីទៅចិនហើយចិនទៅមកតង់ទៅភ្នំពេញហ្នឹងអរគុណច្រើនណាជូនពរជោគជ័យបន្តបន្តមិនដែរ